ฮะเจ้าលោកម្ចាស់មានចោរចូលមកលួចបេះផ្លែឈើយើងឲ្យលោកម្ចាស់ពួកយើងឆាប់ដេញតាមចាប់វាភ្លាមទៅឈប់ភ្លាមហ៎ចោចូលបេះផ្លែឈើយើងឲ្យលោកម្ចាស់ចោហេអាចង្រៃនេះឯងនៅតែស្រែកមកកន្លែងហ្នឹងហើយមិនគិតដេញតាមចោរទេអីអានេះគិតតែពីស្រែកឈប់ភ្លាមអាចោរចង្រៃឈប់យើងប្រាប់ថាឲ្យឈប់កាលពីព្រេងនាយមានសេដ្ឋីម្នាក់ដែលមានទ្រព្យសម្បត្តិស្ដុកស្ដំគាត់បានដាំរុក្ខជាតិម្យ៉ាងដែលមានឈ្មោះថាដើមនាំសំណាងនៅខាងមុខផ្ទះរបស់គាត់ការដែលគាត់ដាំរុក្ខជាតិប្រភេទនេះគឺដោយសារតែគាត់មានជំនឿថានៅពេលដែលវាផ្លែវានឹងនាំសំណាងមកឲ្យគាត់ជារៀងរាល់ឆ្នាំវើយពួកអាដែងពួកឯងត្រូវតែធ្វើការយាមកាមឲ្យបានស្រួលបួលណាវើយកុំឲ្យប្រហែសបើសិនជាប្រហែសធ្វើឲ្យមានសត្វណាឬចោរណាមកលួចបេះផ្លែឈើនាំសំណាងរបស់យើងពួកឯងនឹងមានទោសជាមិនខានឡើយបានទទួលបានលោកម្ចាស់ខ្ញុំដឹងហើយទៀនបាទលោកម្ចាស់ពួកខ្ញុំទាំងពីរនាក់ធានាថាមិនអោយសត្វណាឬចោរណាមកលួចបេះផ្លែឈើលោកម្ចាស់បានទេលោកម្ចាស់កុំបារម្ភអីទុកចិត្តលើអាពីក្បាលខ្ញុំចុះណែអាចេកអញដូចឆ្ងល់ដល់ហើយលោកម្ចាស់មិនដឹងជាជឿលើរឿងចឹងបានប្រយោជន៍ស្អីទេទៅជឿអីណាដើមឈើឯណានាំសំណាងមកឲ្យយើងហើយលោកម្ចាស់ពិបាកមែនហ្មងចំណាស់នឹងទៅហើយនៅតែល្ងងទៅជឿអារឿងស្អីចឹងទៀតចេះតែមានហ្មងអើយឯងកុំនិយាយដើមលោកម្ចាស់អីប្រយ័ត្នតែគាត់លឺនឹងឯងច្បាស់ជាគ្មានក្បាលនឹងកទេវើយណែកឯងច្បាស់ជាដាច់ដូចអាមអញ្ចឹងសល់តែពោះវៀនជាប់នឹងក្បាលទីងណោងទេអើយឯងកុំនិយាយអញ្ចឹងអញស្រាវកណាវើយអាចេកនៅផ្ទះនាយនអាយ៉តអើយអាយ៉តអើយអាយ៉តងើបឡើងកូនអូយដល់កអាខ្យតនេះងើបឡើងអាយ៉តងើបឡើងងើបអាយ៉តងើបដល់ហើយឯនេះគិតតែពីដេកតលថ្ងៃចាំងក្តិតហ្មងគ្មានគិតធ្វើការរកស៊ីស្អីទេអីអាយ៉តងើបឡើងយេបាទពុកហើយពុកហើយពុកឯងហៅខ្ញុំធ្វើអីហ្នឹងពុកអាមនុស្សកពស់ដេកលក់ស្រួលផងឯងគិតតែពីដេកហ្នឹងទៅតើឯងមានមើលទេថាអង្គនៅក្នុងឆ្នាំងឯងវាមានប្រមាណគ្រាប់ហើយឯងចង់ឲ្យយើងនេះដែលជាមនុស្សចាស់ចំណាស់នេះទៅរកឲ្យឯងស៊ីទៀតមែនទេអាខ្យត់បានហើយពុកបានហើយពុកឈប់និយាយអាពាក្យដដែលហ្នឹងទៅខ្ញុំថ្លង់ពុកនិយាយដែលរាល់ថ្ងៃហ្នឹងល្អឡើងសគាតិចខ្ញុំអស់ហើយក្រោយពីនាយតត្រូវឪពុករបស់គេទេសនាក្រេ7ឲ្យស្ដាប់ហើយគេក៏រៀបចំខ្លួនទៅស្រែបាត់ទៅអើយវេទនាខ្លាំងណាស់វើយហេតុអីឲ្យខ្ញុំមកកើតជាកូនអ្នកក្រដូចជាឪពុករបស់ខ្ញុំនេះទេវតាពិតជាអយុត្តិធម៌ចំពោះខ្ញុំណាស់ហេតុអីមិនឲ្យខ្ញុំទៅកើតជាកូនសេដ្ឋីទៅដើរបានតែបន្តិចសោះស្រាប់តែខ្ញុំមានអារម្មណ៍ថាអស់កម្លាំងបាត់ទៅហើយខ្ញុំទៅសម្រាកក្រោមដើមឈើនោះបន្តិចសិនចាំពេលមានកម្លាំងហើយចាំបន្តដំណើរទៅជីកក្តាមនៅឥស្រាអែលក៏មិនទាន់ហួសពេលដែរនិយាយហើយគេក៏បានប្រាស់ខ្លួនដេកនៅក្រោមដើមឈើនោះទៅនៅពេលដែលគេកំពុងតែដេកលក់ស្រួលស្រាប់តែមានបក្សីមួយក្បាលវាបានហើរមកហើយស្រែកដែលធ្វើឲ្យរំខានដំណេកនាយនផ្ទះសេដ្ឋីមានផ្លែឈើនាំសំណាងផ្ទះសេដ្ឋីមានផ្លែឈើនាំសំណាងផ្ទះសេដ្ឋីដាំផ្លែឈើនាំសំណាងហើយសត្វសេកអើយសត្វសេក
anh ní bật chưa rồng khan đầm này dân mình tên là món à anh mà sai ní bật chưa rồng khan dân pe hơi chập chụp sai rồng khan dân phim tên nữa anh đăng thế thầy dân cầm pung tệ đây sai thay miên plei chờ nom sầm nang sai thay miên plei chờ nom sầm nang sai thay miên plei chờ nom sầm nang nè chào xe cha ta plei ấy để nom sầm nang để anh cầm pung thành gì nữa hả dân chẳng gì thà lúc sai thay miên đam plei chờ nom sầm nang plei chờ nó bờ sân chỉ anh ban si vía nó anh nâng miên sầm nang mùi chỉ vân ban hai dân tơ sân hai dân bánh nhắm tự đã tức oi tiệp hang hả plei chờ nom sầm nang phong hả ồពេលដែលនាយតដឹងដូច្នេះហើយគេក៏បានរត់រះចាក់ចេញទៅយ៉ាងប្រញាប់ដើម្បីទៅលួចបេះផ្លែឈើនោះចៅលោកម្ចាស់មានចៅចូលមកលួចបេះផ្លែឈើយើងឲ្យលោកម្ចាស់ពួកយើងឆាប់ដេញតាមចាប់វាភ្លាមទៅឈប់ភ្លាមចៅចូលបេះផ្លែឈើយើងឲ្យលោកម្ចាស់ចៅអាចង្រៃនេះឯងនៅតែស្រែកមកកន្លែងហ្នឹងហើយមិនគិតដេញតាមចៅទេអីអាននេះគិតតែពីស្រែកឈប់ភ្លាមអាចៅចង្រៃឈប់យើងប្រាប់ថាឲ្យឈប់នៅពេលដែលនាយតគេកំពុងទៅរត់គេចពីបាវរបស់លោកសេដ្ឋីស្រាប់តែគេបានរត់ទៅបុកនិស្សិតម្នាក់ឈ្មោះបញ្ញាដែលកំពុងទៅដើរតាមផ្លូវទៅលេងស្រុកកំណើតរបស់គេហ៎លបងតើលបងមានត្រូវកន្លែងណាទេហ្នឹងអូយខ្ញុំអត់អីទេខ្ញុំមិនត្រូវស្អីទេទៅហើយអេចម្លែកខ្លាំងណាស់តើគាត់រត់គេចពីស្អីទៅណោះបានជាស្លន់ស្លោបែបនេះតិចឈឺពោះកុនអាចទេដឹងហ៎តើនេះជាផ្លែស្អីទៅណោះអូមើលទៅវាពិតជាគួរឲ្យចង់បរិភោគណាស់គ្រានោះបាវរបស់លោកសេដ្ឋីក៏បានមកដល់ឈប់ភ្លាមអាចោទោះឯងខំរត់យ៉ាងណាក៏ឯងរត់រួចដែរឆាប់ឲ្យយើងចាប់តាមស្រួលទៅត្រូវហើយទោះឯងមានស្លាប់ហោះដូចយន្តហោះទៀតក៏ឯងរត់រួចដែរវើយអាសំណាប់អត់ទេខ្លួនភ្លាមមកអញយល់ច្រឡំហើយយើងមិនមែនជាចោរទេណាចោរវារត់ទៅខាងមុខបាត់ហើយអាននេះយើងតាមតន់ចាប់បានប៉ុណ្ណឹងហើយនៅបកាយទៀតណាឯនេះសំតកក់តាឯងកុំមកនិយាយច្រើនពេកអត់បានការទេចាំទៅដោះស្រាយគ្នាជាមួយលោកម្ចាស់យើងទៅអត់ទេយើងមិនមែនជាចោរទេយើងមិនមែនជាចោរដូចពួកឯងចោរទេនិយាយហើយពួកគេទាំងពីរក៏បានចាប់និស្សិតកំសត់នោះទៅហើយកូនប្រុសឯងមិនគួរជួបរឿងអយុត្តិធម៌បែបនេះទេកូនប្រុសហេតុអីទៅហេតុអីកូនប្រុសពុកជឿថាឯងមិនបានលួចទ្រព្យគេដែលគេចោទឯងនោះទេពងកូនមិនបានធ្វើទេកូនមិនបានលួចទ្រព្យគេទេពងកូនគ្រាន់តែជន់ដានគេតែប៉ុណ្ណោះពុកជួយកូនផងណាពងកូនប្រុសពុកដឹងហើយពុកដឹងថាកូនមិនធ្វើបែបនោះទេកូនប្រុសពុកជាអ្នកចិញ្ចឹមឯងតាំងពីតូចពុកដឹងចរិតឯងច្បាស់ណាស់បញ្ញាកូនជាមនុស្សល្អណាស់កូនប្រុសកូនកុំភ័យអីណាកូនចាំពុកនឹងរកគ្រប់មធ្យោបាយដើម្បីជួយកូនណាកូនប្រុសពុកនឹងរកយុត្តិធម៌ឲ្យកូនទាល់តែបានកូនកុំភ័យអីណាបាទលោកពងពេជ្រឃាតឆាប់ដុតភ្លើងសម្រាប់គេភ្លាមទៅឈប់កុំតន់សម្រាប់កូនខ្ញុំអីលោកសេដ្ឋីខ្ញុំសូមវល់ទៅចុះណាលោកសេដ្ឋីសូមលោកសេដ្ឋីទុកពេលឲ្យខ្ញុំស្វែងរកយុត្តិធម៌ឲ្យកូនខ្ញុំសិនទៅណាលោកសេដ្ឋី
ទុកពេលឲ្យខ្ញុំតែ2 3ថ្ងៃទេលោកសេដ្ឋីសូមមេត្តាផងទៅសូមលោកមេត្តាផងទៅបានយើងយល់ព្រមយោគយល់ដល់តឯងចុះយើងទុករយៈពេល3ថ្ងៃឲ្យតឯងរកភាពស្អិតស្អំឲ្យគីតែបើក្នុងរយៈពេល3ថ្ងៃនោះតឯងនៅតែរកភាពស្អិតស្អំឲ្យកូនតឯងមិនបានទេកូនតឯងនឹងស្លាប់ជាមិនខានឡើយបានលោកសេដ្ឋីខ្ញុំពិតជាអរគុណលោកសេដ្ឋីខ្លាំងណាស់អរគុណណាស់លោកសេដ្ឋីកូនប្រុសពុកនឹងរកយុត្តិធម៌ឲ្យកូនឲ្យទាល់តែបានណាកូនប្រុសសូមឯងកុំភ័យអីណាកូនប្រុសពុកនឹងជួយឯងឲ្យទាល់តែបាននៅឯរាជវាំងជួយកូនទូលបង្គំផងព្រះអង្គជួយរកយុត្តិធម៌ឲ្យកូនទូលបង្គំផងព្រះអង្គក្រោយពេលព្រះរាជាទ្រង់បានជ្រាបរឿងនេះសពគ្រប់ហើយព្រះអង្គក៏បានចាត់ឲ្យទាហានឲ្យទៅកោះហៅលោកសេដ្ឋីនោះមកគាល់ទ្រង់ភ្លាមសូមថ្វាយបង្គំព្រះអង្គម្ចាស់ជីវិតតម្កល់លើត្បូងមើលលោកសេដ្ឋីយើងឮថាលោកចង់ប្រហារជីវិតមនុស្សដែលគ្មានទោសកំហុសមែនទេលោកសេដ្ឋីក្រាបទូលព្រះអង្គម្ចាស់ដ៏ចម្រើនរឿងនេះពិតមែនហើយតែដោយសារកូនប្រុសរបស់គេម្នាក់នេះបានមកលួចបេះផ្លែឈើនាំសំណាងរបស់ទូលបង្គំទើបទូលបង្គំចាប់គេទៅប្រហារជីវិតបែបនេះក្រាបទូលមើលលោកសេដ្ឋីតើមុននឹងលោកសម្រេចចាត់កាត់ទោសរបស់គេដោយយកគេទៅប្រហារជីវិតបែបនេះតើលោកបានស៊ើបអង្កេតប៉ុន្មានថ្ងៃខែមកហើយលោកឆ្លើយមកមើលបពិតព្រះករុណាជីវិតតម្កល់លើត្បូងទូលបង្គំមិនបានស៊ើបទេក្រាបទូលតែបាវបំរើរបស់ទូលបង្គំថាវានឹងហើយគឺជាអ្នកលួចបេះផ្លែឈើរបស់ទូលបង្គំក្រាបទូលលោកសេដ្ឋីលោកមិនបានបើកការស៊ើបអង្កេតទេចុះហេតុអីបានជាលោកហ៊ានចោទគេថាជាចោរដែលបានលួចយកទ្រព្យរបស់លោកនោះណែលោកសេដ្ឋីយើងនឹងបើកការស៊ើបអង្កេតរឿងក្តីនេះឡើងវិញដើម្បីបញ្ជាក់ឲ្យច្បាស់ថាគេគឺជាចោរពិតប្រាកដដែរទេទាហានចូលឯងទៅស៊ើបអង្កេតនៅចំការនោះភ្លាមទូលបង្គំសូមទទួលព្រះរាជបញ្ជាក្រាបទូលនៅក្នុងវាំងព្រះករុណាជីវិតតម្កល់លើត្បូងទូលព្រះបង្គំបានទៅពិនិត្យមើលកន្លែងចំការនោះរួចហើយក្រាបទូលនៅកន្លែងនោះទូលបង្គំបានពិនិត្យមើលឃើញថាមានតម្រុយខ្លះគឺនៅទីនោះមានដានជើងនៅជាប់នឹងដីចំការនោះក្រាបទូលល្អណាស់ចូលឯងយកដានជើងរបស់អ្នកទោសនិងដានជើងដែលនៅនឹងចំការនោះផ្គូផ្គងគ្នាបើសិនជាដានជើងរបស់គេត្រូវជាមួយនឹងដានជើងដែលជាប់នឹងចំការនោះប្រកាសណាស់ថាគេគឺជាចោរតែបើដានជើងរបស់គេមិនត្រូវគ្នាទេបានន័យថាគេមិនមែនជាចោរទេអញ្ចឹងឯងដោះលែងគេទៅសូមទទួលព្រះរាជបញ្ជាក្រាបទូលនៅឯចំការចូលឯងលដានជើងនេះភ្លាមទៅបើសិនជាឯងមិនមែនជាចោរទេវានឹងមិនត្រូវនឹងដានជើងរបស់ឯងទេអ្នកកំឡោះនៅពេលដែលបញ្ញាលោដានជើងនោះហើយដានជើងរបស់គេគឺមិនត្រូវនឹងជាមួយដានជើងរបស់ចៅទេនោះសបញ្ជាក់ថាគេមិនមែនជាអ្នកលួចបេះផ្លែឈើនោះឡើយលោកសេដ្ឋីតើលោកដឹងទេថាលោកវិសនឹងសម្លាប់មនុស្សស្លូតត្រង់ដែលគ្មានទោសកំហុសម្នាក់បាត់ទៅហើយនេះដោយសារតែការកាត់ក្តីរបស់លោកដោយគ្មានការស៊ើបអង្កេតឲ្យបានត្រឹមត្រូវជាមុនសិនចេះតែវាយស្មានយកព្រះអង្គលោកសេដ្ឋីយើងនឹងដាក់ទោសលោកដោយបែងចែកទ្រព្យសម្បត្តិរបស់លោកពាក់កណ្ដាលមកឲ្យឪពុកកូន2នាក់នេះព្រះករុណាព្រះរាជាដ៏ចម្រើនអើយ
ទូលបង្គំព្រមតាមសំណើរបស់ព្រះអង្គហើយទូលបង្គំសន្យាថាទូលបង្គំនឹងមិនធ្វើរឿងបែបនេះតទៅទៀតទេក្រាបទូលគំនិតពិចារណាមុននឹងសម្រេចចិត្តកាត់សេចក្តីទៅលើរឿងអ្វីមួយសូមគិតនិងស្វែងរកព័ត៌មានច្បាស់លាស់ពីរឿងមួយនោះសិនទើបធ្វើឲ្យអ្នកមិនសម្រេចចិត្តដោយខុស